បើខ្ញុំប្រាប់បងប្អូនថានៅប្រទេសមួយនេះសូម្បីតែអ្នករត់តុឬក៏បុគ្គលិកផ្នែកសេវាកម្មក៏អាចរកចំណូលបានរហូតដល់$4,300ក្នុងមួយខែតើបងប្អូនជឿអត់បងប្អូនស្ដាប់មិនខុសទេនេះគឺជាប្រាក់ខែពិតប្រាកដនៅប្រទេសដែលត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានក្តីសុខបំផុតនៅលើលោកប៉ុន្តែតែនៅពីក្រោយប្រាក់ខែដ៏ខ្ពស់នេះមានអាកំបាំងអ្វីខ្លះហើយអ្វីបានជាអ្នកមានលុយរាប់ម៉ឺនដុល្លារក្នុងដៃនៅតែចូលចិត្តជិះកង់ទៅធ្វើការថ្ងៃនេះ Estate High នឹងនាំបងប្អូនទៅកកាយអាកំបាំងនៃប្រទេស Denmarkនៅ Denmark គម្លាតរវាងអ្នកមាននិងអ្នកក្រគឺមានតិចតួចខ្លាំងហើយចំពោះប្រាក់ខែបើបងប្អូនរកបាន$4,300បងប្អូនត្រូវត្រៀមចិត្តបង់ពន្ធរដ្ឋចន្លោះពី30ទៅ50%នេះមានន័យថាប្រាក់ខែប្រហែលជាពាក់កណ្ដាលត្រូវបានកាត់បាត់ទៅហើយមុននឹងដល់ដៃម្ចាស់Emotional damage នេះគឺជាចំនួនដ៏ច្រើនដែលបងប្អូនខ្មែរយើងអាចនឹងមានអារម្មណ៍ថាស្ដាយលុយប៉ុន្តែជាថ្នូរមកវិញរដ្ឋនឹងផ្ដល់ជូននៅការសិក្សា free សេវាសុខាភិបាលលំដាប់ពិភពលោក free និងប្រព័ន្ធសុវត្ថិភាពសង្គមដែលបងប្អូនមិនចាំបាច់បារម្ភពីរឿងដាច់បាយឡើយទោះបីជាបាត់បង់ការងារក៏ដោយ Niceតម្លៃផ្ទះនិងការរស់នៅបែប Hygge ចុះរឿងទិញផ្ទះវិញ Denmark មានតម្លៃអចលនទ្រព្យខ្ពស់ខ្លាំងជាពិសេសគឺនៅទីក្រុង Copenhagen មនុស្សភាគច្រើននៅទីនោះចូលចិត្តរស់នៅបែប Hygge ដែលជាសិល្បៈនៃការរស់នៅបែបសាមញ្ញផ្ដោតទៅលើភាពកក់ក្ដៅក្នុងគ្រួសារជាជាងការសម្ញែងទ្រព្យសម្បត្តិការទិញផ្ទះមិនងាយស្រួលទេសម្រាប់ជនបរទេសព្រោះតែវាទាមទារនូវលក្ខខណ្ឌស្នាក់នៅដ៏តឹងរ៉ឹងនិងត្រូវតែមានលុយកក់យ៉ាងតិច5ទៅ20%នៃតម្លៃផ្ទះរាប់សែនឬក៏រាប់លានដុល្លារឧបសគ្គដ៏ធំគឺការចំណាយលើការហូបចុកនិងការធ្វើដំណើរឱកាសនិងវិធីសាស្ត្ររស់នៅសម្រាប់ពលករឬក៏សិស្សនិស្សិតដែលចង់ទៅដាណាម៉ាកបងប្អូនត្រូវតែត្រៀមខ្លួនសម្រាប់វប្បធម៌ការងារស្មើគ្នានៅទីនោះម្ចាស់ហាងនិងអ្នករត់តុមានសិទ្ធិស្មើគ្នានិងគោរពគ្នាទៅវិញទៅមកដាណាម៉ាកមិនមែនជាកន្លែងសម្រាប់មកប្រមូលលុយទៅធ្វើសេដ្ឋីនៅស្រុកខ្មែរក្នុងរយៈពេលខ្លីដូចប្រទេសផ្សេងៗឡើយវាគឺជាកន្លែងសម្រាប់អ្នកដែលចង់បានគុណភាពជីវិតនិងការរស់នៅប្រកបដោយសេចក្តីសុខពិតប្រាកដប៉ុន្តែបងប្អូនអាចសន្សំលុយបានខ្លះពីទីនោះលុយដុល្លារពីអឺរ៉ុបនឹងក្លាយជាគ្រាប់ពូជដ៏ល្អសម្រាប់វិនិយោគនៅប្រទេសកម្ពុជាតើបងប្អូនសុខចិត្តបង់ពន្ធពាក់កណ្ដាលនៃប្រាក់ខែដើម្បីដូរយកការរស់នៅដោយគ្មានការភ័យខ្លាចនិងសេវាសាធារណៈ free ដែរឬទេសូម comment នៅខាងក្រោមកុំភ្លេច follow Estate High ដើម្បីយល់ដឹងពីអចលនទ្រព្យនិងការរស់នៅជុំវិញពិភពលោក